ជាការពិតណាស់ការរៀនភាសាអង់គ្លេសឲ្យបានឆាប់រហ័សត្រូវការយុទ្ធសាស្ត្រត្រឹមត្រូវនិងការតស៊ូខាងក្រោមនេះជាវិធីសាស្ត្រដែលជួយអ្នកឲ្យឈានមុខគេ 1. កំណត់គោលដៅច្បាស់លាស់និងជាក់ស្ដែងគោលដៅខ្លីឧទាហរណ៍ក្នុងរយៈពេល3 ខែអាចប្រាស្រ័យទាក់ទងបានដោយប្រើប្រយោគសាមញ្ញគោលដៅវែងឧទាហរណ៍ក្នុង1ឆ្នាំអាចទទួលបានពិន្ទុ IELTS 5.5 ឡើងទៅ 2. ផ្ដោតលើជំនាញមូលដ្ឋានទាំង4ត្រូវគ្នាកុំរៀនត្រឹមតែអាននិងសរសេរតែប៉ុណ្ណោះអ្នកត្រូវការអភិវឌ្ឍទាំង4ជំនាញទស្សនា listening ចាប់ផ្ដើមពីរឿងក្មេងភាពយន្តឬវិទ្យុជាភាសាអង់គ្លេសការនិយាយ speaking វិធីសាស្ត្រសំខាន់បំផុតត្រូវនិយាយឲ្យបានច្រើនទោះបីជាខុសក៏ដោយអាចនិយាយតាមទូរទស្សន៍ឬវីដេអូនិយាយជាមួយមិត្តភក្តិឬគ្រូប្រើ app ដូចជា HelloTalk Tandem ដើម្បីស្វែងរកដៃគូនិយាយជាជនជាតិអង់គ្លេសការអាន reading អានអត្ថបទងាយព័ត៌មានជាអង់គ្លេសលើបណ្ដាញសង្គមការសរសេរ writing សរសេរកំណត់ត្រាប្រចាំថ្ងៃឬសរសេរសារតាមបណ្ដាញសង្គមជាភាសាអង់គ្លេស 3. រៀនពាក្យសម្ដីនិងវេយ្យាករណ៍ឲ្យបានច្រើនពាក្យសម្ដីរៀនពាក្យ 5-10 ពាក្យថ្មីក្នុងមួយថ្ងៃរៀនពាក្យដែលប្រើប្រាស់ជាទូទៅក្នុងជីវិតប្រចាំថ្ងៃវេយ្យាករណ៍ផ្ដោតលើវេយ្យាករណ៍មូលដ្ឋានដូចជា present simple, past simple, future tense 4. បង្កើតបរិស្ថានរៀនភាសាអង់គ្លេសប្ដូរភាសានៅលើទូរស័ព្ទនិងកុំព្យូទ័រមកជាភាសាអង់គ្លេសស្ដាប់ភ្លេងមើលភាពយន្តនិងវីដេអូជាភាសាអង់គ្លេសជារៀងរាល់ថ្ងៃ 5. ប្រើប្រាស់បច្ចេកវិទ្យា App រៀនភាសាដូចជា Duolingo, Memrise, Quizlet ជួយក្នុងការរៀនពាក្យសម្ដី YouTube មានជាង100 Channel បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ 6. មានទំនុកចិត្តនិងកុំខ្លាចខុសកំហុសគឺជាផ្នែកមួយនៃការរៀនត្រូវនិយាយឲ្យបានច្រើនទោះបីជាខុសវេយ្យាករណ៍ឬអានពាក្យមិនត្រឹមត្រូវក៏ដោយមនុស្សនឹងយល់ពីអ្វីដែលអ្នកចង់និយាយ 7. ធ្វើតាមផែនការរៀងរាល់ថ្ងៃគ្រាន់តែចំណាយពេល30នាទីទៅ1ម៉ោងក្នុងមួយថ្ងៃក៏អាចធ្វើឲ្យអ្នករីកចម្រើនយ៉ាងឆាប់រហ័សដែរសង្ខេបដើម្បីរៀនភាសាអង់គ្លេសឲ្យបានឆាប់រហ័សអ្នកត្រូវនិយាយច្រើនស្ដាប់ច្រើនរៀនពាក្យថ្មីរៀងរាល់ថ្ងៃនិងបង្កើតបរិស្ថានរៀនភាសាអង់គ្លេសជុំវិញខ្លួនអ្នកសំខាន់ជាងអ្វីទាំងអស់ត្រូវរីករាយជាមួយនឹងដំណើរការរៀនសូត្រសូមអរគុណ